ទេតសួរលេងអត់បានចម្លើយពិតទេលោកគ្រូខ្ញុំចង់សួរពីចំណាប់អារម្មណ៍របស់លោកគ្រូពេលដែលក្រុមកីឡាករក៏ដូចជាប្រធានសហព័ន្ធមកដល់ទីនេះហ่าលោកគ្រូមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលពួកគាត់បានអញ្ជើញមកដល់ការពិតគឺថាខ្ញុំដូចមានការរំភើបក្នុងចិត្តខ្លាំងដោយសារគឺថាច្រើនលើកច្រើនសារហើយដែលអស់លោកគាត់ធ្លាប់អញ្ជើញមកចាតែអត់បានខ្ញុំចេះតែគិតថាប្រហែលជាមិនដឹងយ៉ាងម៉េចទេចាំដល់ឯកឧត្តមត្រូវឯកឧត្តមខៅឆាយគាត់អញ្ជើញមកជួបខ្ញុំតំណាក់នងជាមួយនៃប្រម៉ូទ័រអាមេរិកហ្នឹងចាចាំដល់ដែលគាត់បានប្រាប់ខ្ញុំថាអូចាប់ដើមបានណាខ្ញុំនៅតមិនទាន់ជឿច្បាស់ទៀតណាបាទដល់ពេលគាត់ដែលDanny Warnerប្រាប់ខ្ញុំថាអូដែលគាត់ដូចថាដាក់លុយដាក់កាក់ដើម្បីឲ្យគាត់ធ្វើគុណខ្មែរបានចាគាត់ថាអូបើដល់ថ្ងៃទី12បានវាយខែខែ4ចាថ្ងៃទី12បើប្រកួតបដាល់ហើយនឹងអ្នកកីឡាករក៏អត់បានប្រាប់ថាឈ្មោះណាមកទេបានហើយខ្ញុំនៅអត់ទាន់ជឿទៀតហើយខ្ញុំវាគិតថាជប់ចិត្តដល់ថ្ងៃ12ហើយមិនទាន់ឃើញអ្នកកីឡាករមកបើថាតាមដែលខ្ញុំជម្រាបគាត់ថាស្រុកអាមេរិកហើយស្រុកខ្មែរហ្នឹងខុសគ្នា15ម៉ោងចាម្ល៉េះហើយខ្លាចមកទៅដូចថាវាពេលខ្លីគេងវាអត់បានល្អហើយខ្លាចគេថាវាយទៅមិនសូវមានកម្លាំងអីចឹងណាបាទចាព្រោះខ្ញុំមានដែល experience នាំកូនសិស្សទៅបដាល់នៅជប៉ុនឆ្នាំ94បាទទៅដល់វាអត់ងុយទេខ្ញុំឲ្យដាក់តកឲ្យត្រាំឲ្យមុជត្រាំតកប៉ុន្តែវានៅតែងុយយកឯងបាទវាវាយល្អដែរបាន3ទឹកឲ្យជប៉ុនវាយស្លំចាបាទវាពីនការ៉ូហើយមួយទៀតអ្នកបដាល់របស់ខ្ញុំមួយឈ្មោះRon Smith ក៏បានជូនទៅជប៉ុនដែរកន្លែងហ្នឹងដែលខ្ញុំគិតថាអ្នកកីឡាមកគឺអ្នកកីឡាករយើងមកស្រុកខ្មែរខ្ញុំបារម្ភពីរឿងខ្លាចអត់ល្ងុយរឿងទេរឿងបច្ចេកទេសអីខ្ញុំអត់ភ័យទេបាទពួកអាមេរិកពីដើមនិយាយថាវាចាញ់ថៃរហូតវាជាកូនសិស្សរបស់ថៃណាចាបាទកូនសិស្សរបស់ខ្ញុំអត់មានការជឿនលឿនដោយសារយើងវាអត់មានជាអាជីពរបស់វាដោយសារកាលណាគេមកហាត់ដើម្បីគ្រាន់ថាឲ្យចេះនេះថាប្រកួតឲ្យឡើងដាល់ឡើងអីថាវាអត់ស្ូវមានពេលជាប់ធ្វើការចាហើយស្រុកនេះតែអត់មានការធ្វើក៏គ្នាយ៉ាប់ដែរបាទដោយកូនខ្មែរដូចសវណ្ណកេសាអីគ្នាអត់ធ្វើការម្ល៉េះហើយអត់មានលុយចិញ្ចឹមគ្រួសារអត់ជួលផ្ទះបងថ្លៃឡានគ្រប់សពឲ្យយ៉ាងម្ល៉េះហើយគឺថាការហាត់នឹងវាអត់បានមកចត់បាទចាបាទចុះដល់ពេលដែលឃើញគាត់មកអារម្មណ៍ភ្នាក់ដល់ពេលគាត់ថាគាត់នឹងមកគឺថាក្នុងចិត្តខ្ញុំអូ my god ខ្ញុំធ្វើបានគឺខ្ញុំបានកាលខ្ញុំត្រឡប់ខ្ញុំទៅស្រុកខ្មែរឆ្នាំ24ចាខ្ញុំអំពាវនាវថាចង់ឲ្យខ្មែរមកបដាល់នៅសហរដ្ឋអាមេរិកនៅស្រុកខ្មែរគេដឹងថាខ្ញុំមានគំនិតចង់ឲ្យខ្មែរនឹងបដាល់របបខ្មែរកំពុងល្បីអញ្ចឹងចាមកដល់ដែលមកបដាល់នៅស្រុកអាមេរិកឥឡូវបានសម្រេចដូចគោលបំណងរបស់ខ្ញុំបានហើយខ្ញុំមានគំនិតនឹងតាំងពីខ្ញុំបើកយីមដំបូងហើយដូចថាចង់ព្យាយាមចង់ទៅយកអ្នកអាមេរិកទៅបដាល់ស្រុកខ្មែរប៉ុន្តែពេលនោះវាអត់ទាន់មាន sponsor ត្រឹមត្រូវទេបាទចាបាទមិនដូចឥឡូវថាគេថាអ្នកបដាល់វាទៅជាអាជីពបានលុយបានកាក់មានផ្ទះសម្បែងមានឡានជិះបាទខ្ញុំវារំភើបកន្លែងហ្នឹងកន្លែងធ្វើឲ្យខ្ញុំថាសប្បាយចិត្តហ្មងបាទពួកខ្ញុំអ្នកបដាល់ដែរប៉ុន្តែវាអត់មានគេហៅ sponsor ដើម្បីជ
ជួយជាថវិកាអីបាន នៅក្នុងអាជីពបណ្ដាលរបស់លោកគ្រូស្ទើរពេញមួយជីវិតដែរហើយនៅលើទឹកដីសហរដ្ឋអាមេរិកនេះក៏រៀងយូរដែរបាទខ្ញុំមួយជីវិតហើយខ្ញុំគ្រាន់បណ្ដាលទាំងពីឆ្នាំ61រហូតដល់75បើអត់មានប៉ុលពតបណ្ដាលរហូតចាបាទឬមួយក៏ត្រូវធ្វើគ្រូបង្វឹកដូចជាលោកគ្រូអស់យើងអញ្ចឹងណាបាទចាប៉ុន្តែសម័យខ្ញុំនោះវាអត់ជាថាវាអត់មានទោះបីជាធ្វើអាជីពក៏អត់បានរស់ដែរបាទចាបាទក៏រកការអីធ្វើផ្សេងទៀតបានបាទចាចុះសម្រាប់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនេះនៅពេលដែលលោកគ្រូបើកក្លឹបហើយបណ្ដុះបណ្ដាលកូនខ្មែរនិងបរទេសជាច្រើនដែលមកវឹកហាត់ហ្នឹងណាលោកគ្រូដែលរំពឹងថាថ្ងៃណាមួយគុណខ្មែររបស់យើងនឹងមកដល់ទីនេះដើម្បីប្រកួតទេលោកគ្រូមានក្តីសម័យទេលោកខ្ញុំគ្រាន់តែសម័យម្នាក់ឯងទេខ្ញុំគិតថាខ្ញុំតស៊ូទោះបីខ្ញុំទៅធ្វើការយកលុយមកចិញ្ចឹមយីមណាចាបាទដើម្បីឲ្យយីមនឹងរស់ដោយសារខ្ញុំស្រឡាញ់ខ្មែរស្រឡាញ់គុណខ្មែរបដាល់នេះមិនមែនបដាល់របស់ខ្ញុំទេគឺបដាល់របស់ខ្មែរខ្ញុំចង់ឲ្យខ្មែរនឹងជួយ support ខ្ញុំប៉ុន្តែនៅស្រុកនឹងដូចថាគេសម័យមុនហើយសម័យឥឡូវខុសគ្នាបាទគេអត់មានអ្នកណាគេអើពើ support ពេលខ្លះទៅគេចូលមកសាលាខ្ញុំគេមើលទៅឃើញថាវាអត់មានអ្វីដល់គេគឺថាគេលែងមកលែងតាក់ទងគឺដាច់ខ្សែរយៈតាំងពីសហគមន៍សមាគមអីគឺថាមិនសូវមានការតាក់អ្នកទៅនេះទេបាទនេះខ្ញុំជម្រាបដល់ការពិតតែដល់ឥឡូវហ្នឹងវាខុសពីមុនដូចខ្មែរយើងគឺថាគេស្រឡាញ់ដូចថាដល់ឃើញការតស៊ូរបស់ខ្ញុំហើយខ្ញុំម្នាក់ឯងខ្ញុំគិតថាចង់ឲ្យមានគេហៅក្លឹបខ្មែរឲ្យច្រើនដើម្បីយើងមិនបានឈ្នះថៃក៏បានមានឈ្មោះប្រហាក់ប្រហែលវាដែរចាបាទគឺគោលបំណងរបស់ខ្ញុំតែឥឡូវនេះខ្ញុំបានសម្រេចហើយចាបាទដល់ពេលខ្ញុំអាយុកាន់តែច្រើនទៅដល់វ័យវាចាប់ខ្ញុំភ្ញាក់ខ្លួនហ្មងថាចុំមិនគុំមិនឲ្យល្បីតាំងពីខ្ញុំនៅមានជនមាអាយុនៅមុំឥឡូវដល់ពេលវាចិត្តវិលទៅវិញហើយស្រាប់ទៅបានឥឡូវខ្ញុំគិតឥឡូវធ្វើមិនក៏ដោយគឺថាខ្ញុំសង្ឃឹមថាឲ្យអស់លោកដូចថាមកបង្កើតយីមខ្មែរបានច្រើនតើកាលណាមានច្រើនដូចនៅកាលីហ្វ័រញ៉ាដូចថា San Francisco មានយីមមួយទៅនៅលូអង់សាឡេមានមួយទៅនៅ Long Beach មានមួយទៅហើយនៅ state ផ្សេងទៀតបានថាខ្មែរយើងគឺថាមានឈ្មោះហើយបាទឥឡូវហ្នឹងនៅកំពុងល្បីនៅខាងអាស៊ានយើងអាស៊ីចាបាទល្បីមែនតើបាទល្បីមែនតើតាំងពីជប៉ុនឡើងតាំងពីអីខ្ញុំឃើញបាទគឺថាស្រុកជប៉ុនឥឡូវវាថាអើពើហ្វីលីពីនថាអើពើពីរឿងគុណខ្មែរហ្មងបាទអញ្ចឹងលោកគ្រូមានក្តីបារម្ភដែរថាបើសិនជាលោកគ្រូវ័យកាន់តែច្រើនអញ្ចឹងទៅហើយអត់មានអ្នកណាមកជួយបន្តមើលក្លឹបឬក៏អត់មានអ្នកណាមកបើកក្លឹបបន្តទៀតឬក៏យ៉ាងណាដែរលោកគ្រូខ្ញុំគិតថាខ្ញុំនៅធ្វើទោះបីខ្ញុំចាស់ដល់ណាក៏ខ្ញុំធ្វើដើម្បីប៉ុន្តែខ្ញុំមិនរំពឹងថាមានអ្នកណាស្នងបើខាងរដ្ឋាភិបាលយើងជួយឧបត្ថម្ភជាយីមផ្សេងទៀតណាបាទប្រហែលយើងបានអាចបានឈានទៅមុខបានល្បីឈ្មោះមែនតែបើសិនជាมันមានយីមផ្សេងទៀតគឺថាពីព្រោះយើងមកបើកតែដល់ឡងបិចតែមួយអត់ល្បីទេពីព្រោះទៅបើកនៅក្នុងកាលីហ្វ័រញ៉ាវាមានសេរីច្រើនបាទចានៅ San Francisco ហើយទៅបើកនៅកន្លែងផ្សេងទៀតបាទ Las Vegas អីហ្នឹងណាដើម្បីឲ្យយើងបាទឡើងខ្ពស់មានកាន់តែច្រើនបាទមានកាន់តែច្រើនហើយមានកាន់តែច្រើននឹងល្បីបាទចាដោយសារអីដែលយើងអត់ល្បីដោយសារខ្ញុំមានតែមួយនៅកាលីហ្វ័រញ៉ាហើយនៅ Seattle មានតែស្របមួយបាទ
mà state miền muối rồi mà Thái mà bằng California miền sân rồi clip mà lo hỏi muối Thái nó tôi bây giờ mà men Thái American để hát điên gì muối Thái nó có đã chung tha Thái bông sinh này là diêm Thái này muối Thái cái Khmer dương mà sao nó báo tới những đã quân Khmer ở miền Nam báo ta dương thọc saiอย่างmình bạn chứ bên taiខ្ញុំមិនហ៊ានអាកាត់ថាយើងធ្វើបានឬធ្វើមិនបានទេគឺថាខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលយើងប្រហែលជាចាប់អារម្មណ៍ក្នុងការដើម្បីផ្សាយអរិយធម៌របស់យើងឲ្យបានចម្រើនគឺថាឲ្យបានល្បីឈ្មោះឥឡូវហ្នឹងចាប់ផ្ដើមល្បីបាទចាប់ផ្ដើមល្បីនេះលើកទី1សហរដ្ឋអាមេរិកដែលខ្ញុំសង្ឃឹមថាថ្ងៃក្រោយទៀតក៏រឹតតែមានឈ្មោះតទៅទៀតបាទចាខ្ញុំបានឃើញលោកគ្រូនៅថ្ងៃដែលគេហាយក្បួនវប្បធម៌នោះឃើញលោកគ្រូមានអារម្មណ៍ហាក់សប្បាយប្លែកបាទសប្បាយប្លែកមែនបាទឆ្នាំនេះខុសពីឆ្នាំធម្មតាបាទគេថាពូពេញទៅដោយថាអ្នកចាប់អារម្មណ៍គឺជាអ្នកទស្សនាវាច្រើនចាបាទហើយឆ្នាំនេះឆ្នាំមុនគឺគេបើកហែទៅតាមតែផ្លូវអាណាហែមួយទេដល់តែឆ្នាំនេះមិនមែននៅលើអាណាហែទេនៅលើផ្លូវអារ៉ាមីតូទៅដល់ដៃញ៉ាអូរិនstreet វិញអញ្ចឹងបានថាឲ្យមនុស្សរហូតខ្ញុំមិនចាប់អារម្មណ៍ថាប្រហែលជាមនុស្សមិនទៅដល់ហ្នឹងទេដល់ពេលហែចាខ្ញុំគិតថាប្រហែលមនុស្សអត់មាននៅខាងហ្នឹងព្រោះថ្មីហើយដល់ឆ្នាំនេះដល់ខ្ញុំអស្ចារ្យមែនទែនអស្ចារ្យមែនទែនហើយមានហើយគុណខ្មែរមកពីប្រទេសខ្មែរយើងបានមកជួយជុំជ្រែងចិត្តរឹតតែអធិកធម៌ហើយអ្នកមើលចាប់អារម្មណ៍ខ្លាំងជាងគេវាអ្នកហែវាមានហែគ្រប់ភេទចាប៉ុន្តែគេចាប់អារម្មណ៍ខ្លាំងជាងគេគឺផ្ដាល់សេរីនឹងបាទបាទគេចាប់អារម្មណ៍គេថាអូអ្នកស្រុកខ្មែរផងហើយពេញផ្លូវទៅខ្ញុំមិនដឹងថាចង់និយាយថាម៉េចខ្ញុំចង់គាត់ថាខ្លួនខ្ញុំវាមិនដែលរំភើបដល់ថ្នាក់នេះទេប៉ុន្តែឆ្នាំនេះខ្ញុំរំភើបខ្លាំងមែនទែនហើយប្រហែលជាថ្ងៃក្រោយទៀតបើថាបើបានហែដូចឆ្នាំហ្នឹងទៀតតែយើងរត់ទៅល្បីឡើងបាទប៉ុន្តែបើសិនជាយើងចាំមួយឆ្នាំក្រោយបានយើងបើកផ្ដាល់ទៀតយើងរើស្ងាត់បាត់ហើយមួយឆ្នាំម្ដងចាម្ល៉េះហើយបើដូចថាខាងរដ្ឋាភិបាលលោកបើកផ្ដាល់ដូចថាមួយខែម្ដងឬ3ខែម្ដងដើម្បីឲ្យតែផ្ដាល់គុណខ្មែររបស់យើងនៅតែមានឈ្មោះកាលណាបើកតែម្ដងហើយបាត់គឺបាទស្ងាត់ទៅបាទចាព្រោះល្បីដូច Facebook អញ្ចឹងកាលណាយើងផ្សាយដល់ផ្សាយងាប់បន្តិចបានតែផ្សាយហើយបាត់ទៅអ្នកមើលដូចដឹងស្រាប់បាទvì trongนี้ao ta bao mà khai mà đón nơi ta miên mà nư mưa cả là để đi von nơi về bao có bao bạn mà nư pin nhỏ đó hay mình mấy con mấy bao mà cả lại những con bao Las Vegas có ta bao nơi cả lại series xem mà nư pin hay có bao chia chip bỏ con nơi San Diego mà khai mà đòn hay Las Vegas mà khai mà đòn hay nơi Los Angelesគឺថាគាត់ជាអាជីពរបស់គាត់ហើយបាទអញ្ចឹងលោកគ្រូចង់សំណូមពរឲ្យអ្នករៀបចំអ្នកឧបត្ថម្ភក្រុមហ៊ុនផ្សេងដែលមានថវិកាព្រោះថាយើងមកទីនេះដោយសារមានការឧបត្ថម្ភពីក្រុមហ៊ុនធំមួយគឺក្រុមហ៊ុនវឌ្ឍនៈ Brewery ដែលលោកបានចំណាយថវិកាឲ្យពួកយើងមកបាទចាអញ្ចឹងបើចង់ឲ្យមានតើតាមានការឧបត្ថម្ភពីពួកគាត់ដែរហើយក៏មានការជ្រោមជ្រែងពីរដ្ឋាភិបាលយើងជួយជំរុញឲ្យកាន់តែមានការមកប្រកួតនៅសហរដ្ឋអាមេរិកនេះឲ្យបានយ៉ាងហោចណាស់ក៏3ខែម្ដងបាទឲ្យគេនឹកឃើញបាទឲ្យគេនឹកឃើញថាគុណខ្មែរចាបាទខ្ញុំលើលោកគ្រូរំលឹកតែរឿងអាយុខ្លួនឯងថាវ័យនេះតែក្នុងចិត្តលោកគ្រូខ្ញុំមិនដឹងថាបែបណាទេលោកគ្រូ
ដោយសារមិញនេះខ្ញុំចាប់អារម្មណ៍ថាលោកគ្រូហាក់បង្ហាញនៅអារម្មណ៍គុណខ្មែរល្បីស្របពេលដែលវ័យលោកគ្រូរៀងចាស់ចឹងណាយើងធូនទៅហើយចាប៉ុន្តែខ្ញុំបានឃើញថ្ងៃដែលលោកគ្រូអញ្ជើញទៅស្រុកខ្មែរនោះក៏បានទៅចែកគ្នាជាមួយបាទខ្ញុំអំពាវនាវដែរបាទចាក៏បានទៅចែកគ្នាជាមួយនឹងសម្ដេចបវរធិបតីដែរហើយក៏ជាពន្លឺថ្មីមួយដែរបាទចាសម្រាប់លោកគ្រូផ្ទាល់នៅពេលដែលយើងបានលោកគ្រូបានអញ្ជើញជួបហើយទទួលបាននៅការសំណេះសំណាលជាមួយហើយក៏បានផ្លាយផ្កានៅពេលនេះតើលោកគ្រូមានអីជាការថ្លែងអំណរគុណទៅដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជំរុញឲ្យក្តីសម័យរបស់លោកគ្រូបានមកដល់បានសម្រេចចាសម្រេចបានបាទខ្ញុំសូមអំពាវនាវដល់អស់លោកឯកឧត្តមនឹងនៃសម្ដេចបវរចាដែលលោកជាប្រធានដែលស្រឡាញ់កីឡាគ្រប់ប្រភេទតែពិសេសគឺកីឡាផ្ដាល់គឺល្បីជាងគេបំផុតជាកីឡាមួយដែលល្បីទោះបីជាកីឡាណាក៏មិនល្បីដល់ផ្ដាល់បាទឥឡូវរឿងផ្ដាល់គុណខ្មែរយើងចាប់ល្បីនៅអេស៊ីនៅអាស៊ីឥឡូវហ្នឹងចូលមកដល់អឺរ៉ុបគឺធ្លាប់បាទនៅបារាំងបាទនៅអង់គ្លេសនៅអីថាគេបានស្គាល់គុណខ្មែរបានហើយតែស្រុកអាមេរិកភាគតិចដែលគេស្គាល់គឺស្គាល់ទី1គឺទីក្រុងឡងបិចដោយសារសាលារបស់ខ្ញុំបើក38ឆ្នាំហើយបាទនេះជាឆ្នាំទី38បាទមកក្នុងជីវិតរបស់ខ្ញុំគឺថាគឺទាំងបដាល់ជាមួយសេរីរហូតដល់ធ្វើបើកបដាល់បាទមិនទៅជាស្អីទេគឺថាគឺបានតែឈ្មោះបើប៉ុណ្ណឹងខ្ញុំអស់ចិត្តដែរបើខ្ញុំអស់ចិត្តទៅខ្ញុំបានថាជួយប្រទេសជាតិយើងគឺថាខ្ញុំដែលបានពីរឿងគុណខ្មែររបស់យើងណាបាទអរិយធម៌របស់យើងមកជីវិតខ្ញុំសូមថ្លែងអំណរគុណនិងសូមអំពាវនាវឲ្យអស់លោកដែលមានន័យថាគាត់ជាមានយោនាបាទជាអ្នកម្ចាស់ក្រុមហ៊ុនបាទក្រុមហ៊ុនធំណាបាទឲ្យជួយឧបត្ថម្ភដើម្បីឲ្យខ្មែរយើងរឹតតែមានតែឈ្មោះបោះសម្លេងឲ្យបានឲ្យតាមមិនបានស្មើគេបានចិត្តតន់គេដែរបាទឲ្យតន់មួយថៃកុំឲ្យគេថាខ្មែរយើងអន់ជាងមួយថៃប៉ុន្តែឥឡូវនេះគេថាមួយថៃនឹងចាញ់ខ្មែរច្រើនបាទខ្ញុំធ្លាប់ដល់ជាមួយថៃរាប់រយដងហើយបាទដល់ជាមួយខ្មែរអស់ពីមួយខ្មែរទៅគឺមួយថៃហ្នឹងហើយចាបាទលោកគ្រូមានក្តីសម័យអីធំជាងនេះទៀតទេសម្រាប់ជីវិតរបស់លោកគ្រូដែលនៅតែជាមួយកង់ហើយនឹងស៊ីមខ្ញុំនៅតែមានសង្ឃឹមថាថ្ងៃណាមួយឥឡូវបានសម្រេចមែនថ្ងៃណាមួយខ្មែរមកដល់ថៃឥឡូវខ្មែរមកដល់ជាមួយអាមេរិកបាទចាបាទតើខ្ញុំចង់ដឹងមើលតើពួកថៃទៅគេមានកម្រិតណាគេចង់ធ្វើអីទៀតគេថាយើងមិនមែនចង់ជ្រះចង់ចាញ់ទេគេថាចង់ឲ្យមានឈ្មោះដូចគេដែរបាទឲ្យមានគេស្គាល់បាទចាបាទសំខាន់បំផុតបាទចាហើយម្យ៉ាងមួយទៀតខ្ញុំសូមអំពាវនាវដដែលម្ដងទៀតចំពោះនៃខាងក្រុមហ៊ុនធំបាទនិងរាជរដ្ឋាភិបាលសូមឲ្យលោកជួយគេថាទំនុកបំរុងបង្កើតជាសាលាគុណខ្មែរបានច្រើនចាបាទអ្នកខ្លះជួនកាលគិតថាមិនចង់ឲ្យគេបង្កើតដើម្បីឲ្យបានខ្លួនឯងតែខ្ញុំអត់អញ្ចឹងទេខ្ញុំចង់ឲ្យមានច្រើនព្រោះខ្ញុំបានតិចទៀតខ្ញុំត្រូវបញ្ចប់បាទដើម្បីប៉ុន្តែមុននឹងបញ្ចប់ខ្លួនឯងគឺថាសូមឲ្យអំពាវនាវតែប៉ុណ្្នឹងឯងបាទចាអរគុណច្រើនលោកគ្រូបាទសូមថ្លែងអំណរគុណដល់អ្នកស្រីនិងលោកប្អូនដែលបានអញ្ជើញខ្ញុំមកសភាចាបាទតែខ្ញុំមិនមានពាក្យអីទេគឺសូមជូនពរឲ្យមានសុខភាពល្អបាទបវរជារៀងរហូតតទៅចាអរគុណលោកគ្រូអរគុណ